តនទៅនឹងកត្តាមូលហេតុដែលធ្វើឲ្យយើងមានបញ្ហាឬដងច្រមុះគឺប្រឈមជាងគេទៅលើអ្នកជំងឺដែលគាត់មានបញ្ហាអាឡែហ្ស៊ីរ៉ាំរ៉ៃចំពោះអ្នកជំងឺដែលមានបញ្ហាអាឡែហ្ស៊ីរ៉ាំរ៉ៃដែលដឹងតែខ្លួនគាត់មានប្រតិកម្មជាមួយនឹងអ្វីមួយឬក៏គាត់ងាយនឹងឡើងទៅទាតអាក់ជាងគេឬក៏អ្នកជំងឺដែលគាត់មានបញ្ហាហឺតឬក៏អ្នកជំងឺដែលគាត់មានបញ្ហានៅពេលដែលគាត់ញ៉ាំអាស្ពីរីនទៅតាទាំងអស់ហ្នឹងសុទ្ធតែជាកត្តាប្រឈមធ្វើឲ្យមានបញ្ហាឬដងច្រមុះអ្នកជំងឺដែលមានបញ្ហាកត្តាផ្លូវចិត្តអាចបង្កឲ្យគាត់មានបញ្ហាពិបាកដកដង្ហើមដោយសារសាច់ច្រមុះគាត់រីកធំមូលហេតុសាច់ច្រមុះរីកធំនៅពេលដែលអ្នកជំងឺដែលគាត់មានបញ្ហាផ្លូវចិត្តគាត់តែងតែមានបញ្ហាគឺទី1កកាពះរបស់គាត់ខ្សោយដែលជាងាយនឹងធ្វើឲ្យអាស៊ីតកាពះរបស់គាត់ច្រានឡើងលើមិនហ្នឹងហើយធ្វើឲ្យគាត់ពិបាកដកដង្ហើមតែកត្តាផ្លូវចិត្តធ្វើឲ្យរឹសដងច្រមុះគឺមិនអាចចំពោះបញ្ហាការធ្វើសមាធិអាចធ្វើឲ្យអ្នកជំងឺគាត់មានចិត្តស្ងប់បានវាអាចជួយកាត់បន្ថយបានខ្លះទៅលើកត្តាផ្លូវចិត្តរបស់គាត់តកតងទៅនឹងការបង្ការចំពោះអ្នកជំងឺដែលគាត់មិនទាន់កើតនៅបញ្ហាឬក៏ដែលគាត់មិនទាន់មាននៅបញ្ហាឬដងច្រមុះអ្វីដែលគាត់គួរតែថែរក្សាគឺទី1គាត់គួរតែលាងសម្អាតច្រមុះរបស់គាត់ជាមួយនឹងសេរ៉ូមប្រៃទី2គាត់គួរតែធ្វើការតាមដានសុខភាពជាមួយនឹងវិជ្ជបណ្ឌិតឯកទេសតាមរយៈម៉ាស៊ីនទំនើបអង់ដូស្កូបដើម្បីឲ្យគ្រូពេទ្យធ្វើការពិនិត្យទៅលើនៅក្នុងច្រមុះរបស់គាត់តើមានវត្តមានឬដងឬក៏នៅចំពោះអ្នកជំងឺដែលគាត់មានបញ្ហាអាឡែហ្ស៊ីនៅពេលដែលគាត់ដឹងតែខ្លួនគាត់មានគឺជាអ្នកជំងឺអាឡែហ្ស៊ីឬក៏គាត់មានប្រតិកម្មជាមួយនឹងអ្វីមួយឬក៏ដែលគាត់ជាអ្នកជំងឺដែលមានប្រតិកម្មជាមួយនឹងថ្នាំអាស្ពីរីនឬក៏អ្នកជំងឺដែលគាត់មានជំងឺហឺតប្រចាំកាយអ្វីដែលគាត់គួរតែតាមដានទៅនឹងសុខភាពរបស់គាត់គឺគាត់គួរតែតាមដានជាមួយនឹងវិជ្ជបណ្ឌិតឯកទេសក្នុងការតាមដានសាច់នៅក្នុងច្រមុះរបស់គាត់តើមានវត្តមានឬដងឬក៏នៅក្នុងនាមខ្ញុំជាវិជ្ជបណ្ឌិតឯកទេសផ្នែកតិចច្រមុះកំពង់កសូមផ្ដល់អនុសាសន៍ដល់ពុកម៉ែបងប្អូនដូចខាងក្រោមចំពោះបញ្ហាឬដងច្រមុះទី1សូមឲ្យប្រជាជនទាំងអស់គ្នាធ្វើការលាងសម្អាតច្រមុះជាមួយនឹងសេរ៉ូមប្រៃឲ្យបានទៀងទាត់ឬក៏ជាប្រចាំទី2សូមឲ្យគាត់ធ្វើការតមចំពោះចំណីអាហារទាំងឡាយណាដែលគាត់មានការប្រតិកម្មជាមួយឬក៏ចំណីអាហារដែលមានសភាពដូចជាគ្រឿងផ្អាប់របស់ត្រាំទាំងអស់ហ្នឹងហើយសូមឲ្យគាត់ធ្វើការកាត់បន្ថយឬក៏តមតែម្ដងហើយនឹងចំពោះបញ្ហាស្រាហើយនឹងបារីសូមឲ្យគាត់ធ្វើការកាត់បន្ថយឬក៏បញ្ឈប់តែម្ដងចំពោះបញ្ហាចំណុចទី3គឺចំពោះអ្នកជំងឺដែលគាត់មានបញ្ហាអាឡែហ្ស៊ីឬក៏ដែលមានជំងឺហឺតប្រចាំកាយសូមឲ្យគាត់ធ្វើការតាមដានសុខភាពជាមួយនឹងវិជ្ជបណ្ឌិតឯកទេសដោយម៉ាស៊ីនអង់ដូស្កូបក្នុងការពិនិត្យទៅមើលភ្នាសច្រមុះរបស់គាត់តើមានការវិវត្តទៅលើរឹសដងច្រមុះមានឬក៏អត់ជារៀងរាល់3ខែទៅកន្លះឆ្នាំម្ដង